បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អ៊ុតឡាក់ Technical បាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram គឺជាវិធីបើកនិងបិទ add សមាជិកចូលក្រុម Telegramបាទហើយដើម្បីយើងបើកនិងបិទ add សមាជិកចូលក្រុម Telegram របស់យើងបានតើយើងត្រូវធ្វើដូចម្តេចដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នៅចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយនៅពេលនេះខ្ញុំសូមចូលទៅក្នុងកម្មវិធី Telegram បាទហើយខ្ញុំនឹងលើកយកនៅក្រុម Telegram មួយដើម្បីធ្វើការបង្ហាញជូនគឺក្រុមឈ្មោះថាចំណេះដឹង YouTube នេះបាទហើយខ្ញុំសូមចូលទៅក្នុងក្រុមនេះរួចហើយខ្ញុំចូលទៅកន្លែងរូប logo របស់ក្រុមបាទនៅក្នុងក្រុម Telegram នេះគឺខ្ញុំបាទឈ្មោះថាអ៊ុតដាក់គឺជាម្ចាស់ក្រុមបាទគឺនៅកន្លែងខាងលើនេះគឺពាក្យថា owner នេះបាទហើយនៅពេលដែលយើងមិនទាន់ធ្វើការកំណត់បិទគឺក្រុម Telegram របស់យើងនេះគឺមានពាក្យថា add member នៅក្នុងក្រុមនេះជាធម្មតាបាទហើយខ្ញុំសូមចូលទៅគណនី Telegram របស់ខ្ញុំមួយទៀតដែលជាសមាជិកនៅក្នុងក្រុមនេះបាទដើម្បីធ្វើការបង្ហាញជូនបាទខ្ញុំសូមចេញមកខាងក្រៅហើយខ្ញុំចូលទៅកន្លែងរូបកងចក្រនេះដើម្បីធ្វើការដូរអ្នកនៃ Telegram គឺខ្ញុំចូលមកអ្នកនៃឈ្មោះថា La Technical នេះវិញបាទបន្ទាប់មកខ្ញុំចូលទៅកន្លែងរូប logo របស់ក្រុមចំណេះដឹង YouTube នេះបាទខ្ញុំសូមចូលទៅកន្លែងរូប logo នៅខាងលើទៀតបាទនេះគឺកន្លែងពាក្យថា add member នេះគឺខ្ញុំឈ្មោះថា La Technical នេះគឺអាចធ្វើការ add នៅសមាជិកចូលបន្ថែមនៅក្នុងក្រុមនេះបានបាទនេះជាចំណុចទី1ដែលក្រុម Telegram របស់យើងធ្វើការបើកជាធម្មតាបាទហើយចំណុចទី2ដើម្បីយើងធ្វើការបិទនៅពាក្យថា add member នៅក្នុងក្រុម Telegram គឺយើងជាម្ចាស់ក្រុមទើបអាចធ្វើការបិទនៅមុខងារនេះបានបាទហើយខ្ញុំសូមធ្វើការបង្ហាញដល់ខ្ញុំចេញមកខាងក្រៅបន្ទាប់មកខ្ញុំចូលទៅកន្លែងរូបកងចក្រនេះដើម្បីធ្វើការដូរគណនីចូលមកគណនីឈ្មោះថាអ៊ុតឡាក់ជាសរខ្មែរនេះហើយខ្ញុំចូលទៅក្នុងក្រុម Telegram នេះដដែលបាទរួចហើយខ្ញុំចូលទៅកន្លែងរូប logo នេះបន្ទាប់មកខ្ញុំចុចរូបខ្មៅដៃនេះគឺយើងចូលទៅកន្លែងពាក្យថា permission នេះបាទនៅចំណុចដែលយើងធ្វើការបិទនៅ add សមាជិកនៅក្នុងក្រុម Telegram គឺកន្លែងនេះគឺពាក្យថា add user នេះបាទគឺយើងបិទឲ្យចេញពណ៌ក្រហមវិញបាទហើយយើងចុចសញ្ញា tick នេះបាទហើយបន្ទាប់មកទៀតខ្ញុំសូមចូលទៅគណនី Telegram របស់ខ្ញុំឈ្មោះថា La Technical គឺនឹងបាត់នៅពាក្យថា add user បាទខ្ញុំសូមចេញមកខាងក្រៅដល់ខ្ញុំចូលទៅកន្លែងរូបកងចក្រនេះខ្ញុំចូលទៅកន្លែងគណនីខ្ញុំឈ្មោះថា La Technical បាទបន្ទាប់មកចូលទៅកន្លែងនៅខាងលើនេះកន្លែងរូប logo របស់ក្រុមបាទខ្ញុំសូមចូលទៅរូប logo ក្រុមខាងក្នុងទៀតគឺកន្លែងនេះគឺយើងបាត់ពាក្យថា add user ហើយដោយសារខ្ញុំជាម្ចាស់ក្រុមគឺធ្វើការបិទនៅកន្លែងពាក្យថា permission អំបញ្ញមិញនេះបាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាចង់ធ្វើការបើកនិងបិទនៅក្នុងក្រុម Telegram គឺអាចអនុវត្តដោយវិធីដែលខ្ញុំបានធ្វើការបង្ហាញជូននេះបានបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីវិធីបើកនិងបិទ add សមាជិកចូលក្រុម Telegram បាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នា
នៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតដែលជាវីដេអូផ្ដល់នៅចំណេះដឹងបន្ថែមទៀតបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីសម្រាប់បង្ហាញចែកជូនបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា